សម្ដេចសង្ឃសៅចន្ទថុលបង្ហាញព្រះទ័យព្រួយបារម្ភជុំវិញបញ្ហាព្រះសង្ឃមានកើតជំងឺទឹកនោមផ្អែមច្រើនដែលតម្រូវឲ្យមានការគិតគូរយកចិត្តទុកដាក់អំពីចង្ហាន់ប្រគេនព្រះសង្ឃឡើងវិញព្រះអង្គមានសង្ឃដីកាបែបនេះនៅក្នុងពិធីបើកបវេសនការពុទ្ធិកសិក្សាខេត្តមណ្ឌលគិរីសម្រាប់ឆ្នាំសិក្សា2025-2026នាព្រឹកថ្ងៃទី8 ខែឧសភាសម្ដេចព្រះធម្មលិខិតបណ្ឌិតសៅចន្ទថុលបានថ្លែងនៅអំណរព្រះគុណនិងអគុណចំពោះថ្នាក់ដឹកនាំតាមឋានានុក្រមនៃរដ្ឋបាលខេត្តមន្ទីរធម្មការនិងសាសនាខេត្តស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីគណៈគ្រប់គ្រងសាលាពុទ្ធិកគ្រប់ភូមិសិក្សាព្រះគ្រូចៅអធិការសប្បុរសជនជាពិសេសសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូដែលបានលះបង់អស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតីប្រកបដោយការទទួលខុសត្រូវខ្ពស់មានសាមគ្គីភាពចូលរួមលើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យពុទ្ធិកសិក្សាក្នុងខេត្តមណ្ឌលគិរីដែលបេសកកម្មនេះគឺជាចំណែកមួយដ៏មានសារៈសំខាន់ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាត្បិតហេតុថាវិស័យពុទ្ធិកសិក្សាគឺជាបេះដូងនិងជាសរសៃឈាមរបស់ព្រះពុទ្ធសាសនាខ្មែរដូច្នេះការអភិវឌ្ឍវិស័យពុទ្ធិកសិក្សាគឺជាការអភិវឌ្ឍព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនិងជាសាសនាដែលផ្ដល់នូវមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការលើកកម្ពស់សីលធម៌សង្គមប្រកបដោយសុខដុមរមនានិងនិរន្តរភាពទន្ទឹមនេះសម្ដេចសង្ឃសៅចន្ទថុលមានសង្ឃដីកាបន្ថែមថាមួយប្រការទៀតខ្ញុំព្រះករុណាអាត្មាភាពសូមសំណូមពរព្រះថេរានុថេរៈអាយដាមលោកជំទាវលោកស្រីសាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសាមណសិស្សទាំងអស់ជាពិសេសព្រះសង្ឃនៅគ្រប់វត្តអារាមនៅទូទាំងខេត្តមេត្តាថែទាំសុខភាពដោយយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពចង្ហាន់ដើម្បីជៀសវាងពីជំងឺទាំងពួងរួមមានជំងឺទឹកនោមផ្អែមជាដើមត្បិតបច្ចុប្បន្ននេះអត្រាព្រះសង្ឃកើតជំងឺទឹកនោមផ្អែមមានចំនួនច្រើនគួរឲ្យបារម្ភលោកស្រីវិនស៊ីធួនអភិបាលរងខេត្តបានមានប្រសាសន៍ថារដ្ឋបាលខេត្តពិនិត្យឃើញថាវិស័យពុទ្ធិកនៅក្នុងខេត្តមណ្ឌលគិរីគឺមានការអភិវឌ្ឍរីកចម្រើនឈានឡើងគួរឲ្យកត់សម្គាល់តាមរយៈការបណ្ដុះបណ្ដាលបង្កើនសមត្ថភាពព្រះមន្ត្រីសង្ឃគ្រប់ស្ថានានុក្រមឲ្យទទួលបាននូវចំណេះដឹងចូលរួមក្នុងការកសាងនិងលើកស្ទួយវិស័យព្រះពុទ្ធសាសនាស្របតាមរដ្ឋធម្មនុញ្ញដែលបានចែងថាព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋលោកស្រីអភិបាលរងខេត្តបានបន្ថែមថាក្នុងនាមជាអាជ្ញាធរខេត្តសូមគោរពសម្ដែងនឹងការអបអរសាទរកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះការចូលរួមរបស់ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រមដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនានិងសូមសម្ដែងនឹងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរៀបចំពិធីដ៏មានសារៈសំខាន់នេះឡើងដើម្បីបានចាប់ផ្ដើមដំណើរការបើកបវេសនការឆ្នាំសិក្សាថ្មីសម្រាប់សាមណសិស្សទាំងអស់បានចូលសិក្សាបង្កើននូវចំណេះដឹងរបស់ខ្លួនលោកទូចរស្មីប្រធានមន្ត្រីធម្មការនិងសាសនាខេត្តបានឲ្យដឹងថាវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តមណ្ឌលគិរីមានវត្តចំនួន40វត្តព្រះសង្ឃសរុបចំនួន220អង្គវត្តមហានិកាយ29វត្តមានព្រះសង្ឃ173អង្គវត្តធម្មយុត្តមាន11វត្តព្រះសង្ឃមានចំនួន47អង្គភិក្ខុ72អង្គនិងសាមណេរ148អង្គក្នុងនោះដែរការងារពុទ្ធិកសិក្សាមានសាលាពុទ្ធិកចំនួន2សាលាគឺសាលាធម្មវិនិច្ឆ័យ1សាលានិងសាលាពុទ្ធិកបឋមសិក្សា1សាលាក្រៅពីនេះក៏នៅមានបណ្ណាល័យសរុបចំនួន2កន្លែងក្នុងនោះបណ្ណាល័យនៅមន្ទីរធម្មការនិងសាសនា1កន្លែងនិងនៅវត្តសែនមនោរម្យ1កន្លែងដែលជាកន្លែងផ្ដល់នូវការសិក្សាស្រាវជ្រាវផ្សេងៗសម្រាប់បង្កើននូវចំណេះដឹងសាមណសិស្សនៅក្នុងខេត្តមណ្ឌលគិរី